ចាគ្រប់ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចេញវីដេអូថ្មីតែអត់បានធ្វើម្ហូបទេមកបង្ហាញពីឱសថបុរាណខ្មែររបស់យើងវិញម្ដងបងប្អូនចាឃើញក្តៅហុយក្នុងកែវនេះគឺជាចាផ្កាកន្ទ្រាំងខេតណាបងប្អូនសម្រាប់ផ្កាកន្ទ្រាំងខេតនេះគឺជាថ្នាំខ្មែរបុរាណរបស់យើងដែលចាស់ពីដើមគាត់ធ្លាប់ប្រើតាំងពីយូរណាស់ហើយសម្រាប់អ្នកដែលមានបញ្ហាចាកាពះពោះវៀនអ្នកដែលមានបញ្ហាខ្សោយខួរក្បាលភ្លេចភ្លាំងច្រើននិងបងប្អូនដែលមានបញ្ហាធ្លាក់សរោគស្ត្រីអីហ្នឹងគឺចាត្រូវជាមួយនឹងដើមក៏ដូចជាផ្កាកន្ទ្រាំងខេតនេះសម្រាប់រោគនីមួយពេលខ្លះគឺគេយកផ្កាយកមកឆុងទឹកញ៉ាំពេលខ្លះទៀតគេយកជាឫសទៅចាដាំទឹកហូបចាពេលខ្លះទៀតយកជាដើមខ្ចីអីអញ្ចឹងណាអាស្រ័យទៅលើរោគរបស់យើងនីមួយហើយសម្រាប់ផ្កាដែលខ្ញុំកំពុងតែបង្ហាញបងប្អូននេះចាគឺខ្ញុំបេះនៅក្រោយផ្ទះនៅលបងផ្ទះខ្ញុំឯងដោយបងប្អូនបានឃើញហើយគឺថតជាប់ផ្ទះអ្នកជិតខាងទៀតចាហើយសម្រាប់ដើមកន្ទ្រាំងខេតនេះគឺស្រួលរកខ្លាំងមែនតែម្ដងដោយសារសម្បូរខ្លាំងពិសេសគឺតាមព្រៃតាមលបងផ្ទះតាមស្រុកស្រែចំការអីអញ្ចឹងណាបងប្អូនហើយសម្រាប់ខែ10 11 12ហ្នឹងគឺពេញសម្បូរហើយតែចូលដល់ខែ1គឺចាប់ផ្ដើមខ្សោះខ្សោយទៅរៀងបាក់រោបន្តិចហើយបានជាខ្ញុំចាថតវីដេអូនេះមកបង្ហាញជូនបងប្អូនដោយសារតែខ្ញុំធ្លាប់មានបញ្ហារលាកក្រពះបងប្អូនកាលពីឆ្នាំទៅមិញគឺខ្ញុំរលាកក្រពះធ្ងន់ធ្ងរខ្លាំងមែនទែនហើយមូលហេតុនៃការរលាកក្រពះរបស់ខ្ញុំគឺខ្ញុំញ៉ាំម្ជូរត្រាំបងប្អូនតាមពិតទៅខ្ញុំមិនមែនជាអ្នកចូលចិត្តម្ជូរទេប៉ុន្តែដោយសារអត់ស្រួលខ្លួនរៀងល្វើយខ្សោះខ្សោយក៏នឹកឃើញចង់ញ៉ាំអីជូរឲ្យជ្រះមាត់បន្តិចបងប្អូនហើយទៅទិញម្ជូរគេមកថងមកញ៉ាំបានប្រហែលជា4 5ថ្ងៃមួយអាទិត្យគឺរលាកក្រពះយកតែម្ដងរលាកធ្ងន់ធ្ងរតែម្ដងបងប្អូនគឺចុកពោះខ្លាំងចុកបកាច់បកិនហើយបិចញុះជុកធ្វើអីអត់កើតតែម្ដងដល់ពេលទៅពេទ្យអេកូមើលគាត់ឃើញថាខ្ញុំនេះគឺរលាកក្រពះខ្លាំងមែនតែម្ដងហើយគាត់នឹងក៏វេថ្នាំវេអីឲ្យយកមកលេបបានប្រហែលជាដូចជា10ថ្ងៃឬក៏មួយអាទិត្យទេបងប្អូនខ្ញុំភ្លេចដែរដោយសារតែតាំងពីឆ្នាំទៅណាក្រោយពេលខ្ញុំប្រើថ្នាំប្រើអីជាស្រួលបួលហើយគឺខ្ញុំបកមកមើលជាមួយនឹងថ្នាំខ្មែរវិញបងប្អូនគឺថ្នាំខ្មែររបស់យើងគឺវាអត់ប៉ះពាល់សុខភាពអញ្ចឹងហើយយើងលក្ខណៈថាយើងញ៉ាំដើម្បីជំនួយតាមពិតទៅមិនមែនថាតលតែឈឺទៅបងប្អូនអាចញ៉ាំបានទេបងប្អូនមិនឈឺក៏បងប្អូនអាចញ៉ាំបានដែរគេថាការពារប្រសើរជាងព្យាបាលអញ្ចឹងណាហើយសម្រាប់មួយឆ្នាំយើងធ្វើញ៉ាំបានតែម្ដងទេបើសិនជាបងប្អូនធ្វើបានច្រើនបេះទុកបានច្រើនគឺយើងញ៉ាំបានយូរអញ្ចឹងទៅតែបើបងប្អូនខ្ជិលបេះទុកបានតែបន្តិចគឺយើងក៏ញ៉ាំបានតិចតាមនឹងដូចគ្នាហើយនេះគឺខ្ញុំហាលបាន2ថ្ងៃហ៎បងប្អូនបាន2ថ្ងៃគឺស្ងួតហើយស្រាលខ្លាំងមែនទែនខ្ញុំយកមកប្រមូលដាក់កំប៉ុងខ្ញុំមួយសម្រាប់ញ៉ាំតែឯងទេដោយសារតែគ្រួសារខ្ញុំគឺគាត់អត់ចូលចិត្តរបៀបថ្នាំខ្មែរថ្នាំអីអញ្ចឹងឯងគាត់ចូលចិត្តតែញ៉ាំតែញ៉ាំអីអញ្ចឹងហើយក្មេងៗក៏គាត់អត់ចូលចិត្តដែររបៀបអញ្ចឹងនិយាយទៅរបៀបឱសថបុរាណខ្មែរបែបនេះបើមនុស្សអត់ឈឺគឺអត់នឹកនាទេបងប្អូនតើអត់ធ្លាប់ឈឺបាននឹកឃើញហើយសម្រាប់ការញ៉ាំបងប្អូនអាចឆុងញ៉ាំមួយកែវព្រឹកល្ងាចក៏បានឬក៏បងប្អូនឆុងញ៉ាំជាតែញ៉ាំប្រចាំថ្ងៃញ៉ាំជំនួសទឹករបស់យើងដែលយើងញ៉ាំប្រចាំថ្ងៃក៏បានដែរបងប្អូនចាហើយនេះគឺខ្ញុំដាក់រៀងជ្រុលបន្តិចបងប្អូនខ្ជិលចាប់ចេញវិញក៏ចាក់ទឹកចូលតែម្ដងទៅយើងឆុងដាក់កែវអញ្ចេះយើងទុកប្រហែលជា15ទៅ20នាទីគឺយើងអាចកូរវាញ៉ាំបានហើយតែបើបងប្អូនទាំងអស់គ្នាឆុងដាក់ប៉ាន់ដាក់កំសៀវអីគឺយើងឆុងទុកចោលនៅនឹងកាន់តែយូរគឺកាន់តែងុំហើយក្លិនវិញបងប្អូនគឺឈ្ងុយខ្លាំងមែនទែនហើយសម្រាប់រសជាតិក៏អត់ពិបាកញ៉ាំដែរគឺស្រួលលេបទេបងប្អូនកុំភ័យខ្លាចថាពិបាកខ្លាចលោមានក្លិនខ្មឹសអីក៏រសជាតិអីពិបាកលេបអីគឺអត់ទេដោយសារតែខ្ញុំបានញ៉ាំខ្លួនឯងផ្ទាល់ហើយទើបខ្ញុំមកណែនាំជូនបងប្អូនមិនមែនថាចេះតែណែនាំទេណាហើយបើបងប្អូនទាំងអស់គ្នាចង់ដឹងអំពីអត្ថប្រយោជន៍ផ្សេងទៀតរបស់ដើមកន្ទ្រាំងខេតនេះបងប្អូនក៏អាចចាស្រាវជ្រាវបន្ថែមខ្លួនឯងបានដែរដោយបងប្អូនគ្រាន់តែចូលទៅ search ក្នុង YouTube ឬក៏ channel ចាគ្រូថ្នាំខ្មែរអីផ្សេងហ្នឹងបងប្អូននឹងឃើញហើយគេនឹងរៀបរាប់ក្បោះក្បាយជាងខ្ញុំទៀតដោយសារតែខ្ញុំគឺខ្ញុំធ្លាប់មានបញ្ហាខ្លួនឯងផ្ទាល់អញ្ចឹងទៅខ្ញុំក៏ចេះតែស្រាវជ្រាវចាស្រាវជ្រាវពីលិចពីកើតនេះបន្តិចនោះបន្តិចទៅឃើញថាសម្បូរគេប្រើក៏ខ្ញុំសាកប្រើខ្លួនឯងដែរអញ្ចឹងទៅហើយសម្រាប់វីដេអូខ្ញុំថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរបងប្អូនទាំងអស់គ្នាអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូខ្ញុំកន្លងមកក៏ដូចជាវីដេអូនេះក្តីជូនពរបងប្អូនទាំងអស់គ្នារកទទួលទានមានបាននៅក្នុងឆ្នាំថ្មីនេះហេងគ្រប់ក្រុមគ្រួសារធ្វើដំណើរទៅទីណាកន្លែងណាគឺជួបតែសុខជួបតែសុវត្ថិភាពជួបតែមនុស្សល្អដែលគេស្រឡាញ់អាណិតគ្រប់ទីកន្លែងគ្រប់ពេលវេលាទាំងអស់ហើយជាចុងក្រោយបងប្អូនកុំភ្លេចធ្វើការ like share ក៏ដូចជា comment នៅក្នុងវីដេអូរបស់នាងខ្ញុំម្នាក់មួយផងហើយអ្វីដែលសំខាន់កុំភ្លេចធ្វើការចាចុចរូបបណ្ដឹងនៅខាងស្ដាំដៃឲ្យនាងខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីបន្តទៀតពីនាងខ្ញុំនៅពេលនេះសូមអរគុណសូមគោរពលា